បាទជំរាបសួរពុកម៉ែភូមិមីងបងប្អូនមកទាំងអស់គ្នាថ្ងៃនេះអូនមករៀបរាប់អំពីកន្លែងបាទទៅលេងនៅវត្តភ្នំក្រុងពុកម៉ែភូមិមីងបងប្អូនបាទអញ្ចឹងហើយថ្ងៃនេះប្អូនមកបាទចូលសំឡេងដើម្បីធ្វើជាសំឡេងចូលទៅដាក់ក្នុងYouTube ពុកម៉ែភូមិមីងបងប្អូនបាទដោយសារ YouTube វាជាប់បាទប្អូនទៅថតវាជាប់ចម្រៀងជាប់បទភ្លេងអញ្ចឹងអត់ឲ្យអាចដាក់ទៅបានទេអញ្ចឹងមានតែប្អូននិយាយបាទនិយាយបញ្ចូលបាទរៀបរាប់ពីកន្លែងនេះកន្លែងនោះអញ្ចឹងទៅពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងថ្ងៃនេះប្អូនមករៀបរាប់ពីកន្លែងដែលប្អូនទៅបាទទៅវត្តភ្នំក្រុងណាពុកម៉ែពុកមីងបងប្អូនបាទស្រមោចតិចពុកម៉ែពុកមីងបងប្អូនបាទនេះហ្នឹងហើយប្អូនបានទៅវត្តភ្នំក្រុងបាទទៅបាទបានថតត្រីបាទកន្លែងស្រះលោកបាទអញ្ចឹងប្អូនយកកូនទៅដាក់ចោលនោះទេពុកម៉ែពុកមីងយកកូនទៅដាក់ចោលនៅនោះដើម្បីទៅធ្វើការទេហើយពេលព្រលឹមឡើងប្អូនទៅយកកូនបាទអញ្ចឹងគឺបានទៅថតមកកន្លែងស្រះបាទកន្លែងមានស្រះអឺត្រីបាទគឺលោកបានចិញ្ចឹមត្រីនៅក្នុងស្រះណាពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងប្អូនក៏ថតជូនពុកម៉ែពុកមីងបងប្អូនទស្សនាបាទអញ្ចឹងហើយនឹងត្រីធំៗច្រើនពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងការនិយាយរៀបរាប់អញ្ចឹងគឺប្អូនអត់បានដូចថាវាត្រូវនឹងចំណុចដែលប្អូនបានយើងថតវីដេអូភ្លាមយើងរាយ menu ភ្លាមគឺត្រូវបាទតែបើថតវីដេអូហើយប្អូនមករាយ menu ក្រោយអញ្ចឹងគឺខុសបាទអញ្ចឹងខុសនឹងគ្នាបន្តិចដោយសារបាទថតវីដេអូផ្សេងមករាយ menu ផ្សេងពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងសូមអធិស្ឋានអភ័យទោសផងអញ្ចឹងបើប្អូនអត់បានបញ្ចូលសំឡេងនិយាយរៀបរាប់ពីកន្លែងនេះកន្លែងនោះទេពុកម៉ែពុកមីងបងប្អូនបាទបានថាថតនៅណាហើយឬមើលធ្វើបង្ហោះវីដេអូទៅបិទបទភ្លេងបិទសំឡេងទៅគឺដូចវីដេអូគអញ្ចឹងបាទអញ្ចឹងគឺប្អូនមកបាទរៀន menu តាមក្រោយហើយបាទរៀន menu នៅក្នុងវីដេអូខ្លីរូបប្អូននៅខាងក្រោមនេះបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងថ្ងៃនេះជាថ្ងៃអុកសែកបាទនៅវត្តភ្នំក្រុងបាទគឺមាន3ថ្ងៃគឺថ្ងៃសុក្របាទថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទហើយមានល្ខោនមកកម្សាន្តបាទល្ខោនអ្នកនាងស៊ីសុគន្ធាណាពុកម៉ែពុកមីងបងប្អូនបាទ3យប់បាទអញ្ចឹងយប់ថ្ងៃសុក្រមួយយប់យប់ថ្ងៃសៅរ៍មួយយប់និងយប់ថ្ងៃអាទិត្យមួយយប់បាទអញ្ចឹងក៏ប្អូនទៅបាទយកកូនទៅក៏ទៅដើរបាទលេងដើរទិញអីឲ្យថតជាវីដេអូជូនពុកម៉ែពុកមីងបងប្អូនបាទទស្សនាកម្សាន្តបាទនៅក្នុងទីធ្លាវត្តបាទវត្តអារាមបាទហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងគឺបងថតទៅដើម្បីឲ្យបាទបានធ្វើវីដេអូបាទឃ្លីបបាទបាន10នាទីជាងនេះគាត់ពុកម៉ែពុកមីងបងប្អូនបាទទស្សនាបាទអញ្ចឹងបើខុសឆ្គងត្រង់ណាសូមមេត្តាអភ័យទោសដោយសារបាទបងអូនថតវីដេអូហើយបងអូនមិនរៀន view ក្រោយទេបាទពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទការមកបុណ្យនេះគឺឆ្លងសាលាទី1ឆ្លងសាលាទី2គឺបាទឆ្លងគេធ្វើអបស័យឆ្លងសាលាហ្នឹងហើយទី2ហ្នឹងគឺចម្រើនបជនបាទបណ្ឌិតជគុណមេវត្តនៅភ្នំក្រុងហ្នឹងគឺលោកជំទាវឯកឧត្តមបាទគាត់អញ្ជើញមកពីទីក្រុងភ្នំពេញដែលលោកធ្លាប់ទំនាក់ទំនងឲ្យមកធ្វើបាទបានបច្ច័យមកធ្វើកសាងនៅសាលាបាទសាលាឆាន់បាទធំណាស់ពុកម៉ែមីងបងបាទដល់ពេលបាទកសាងរួចហើយបាទអញ្ចឹងគឺអញ្ជើញមកលោកជំទាវឯកឧត្តមលោកមកបាទកាត់ខ្សែបូដើម្បីសពោតបើកប្រើប្រាស់បាទអញ្ចឹងហ្នឹងហើយណាមួយក៏ជ្រុលបាទឆ្លងបាទសាលាហើយក៏ឆ្លៀតបាទចម្រើនបជនបាទបដិជគុណហ្មងទៅបាទអញ្ចឹងបាទលោកជំទាវឯកឧត្តមគាត់ធ្វើអញ្ចឹងទៅស្រួលដែរបាទមកច្រើនសារបាទអញ្ចឹងហ្នឹងហើយពុកម៉ែវិញបងបាទសម្ហោចបន្តិចបាទនេះបងថយទៅក្រោយបន្តិចទៀតបាទមួយជំហានទៀតហើយភាសាសម្ហោចពុកម៉ែវិញបងបាទអញ្ចឹងបងដាក់ក្នុងចាស់ហើយបងបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងបាទដោយសារមានអបស័យអបអីចឹងហើយក៏ធ្វើបាទចម្រើនឲ្យបដិជគុណតែម្ដងទៅពុកម៉ែពុកមីងបងកុំឲ្យពិបាកច្រើនសារហើយណាមួយដោយសារបាទចិត្តគៀកបាទបុណ្យប្រពៃណីចូលឆ្នាំប្រពៃណីខ្មែរយើងផងបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងមានល្ខោនមកកម្សាន្តមានអាទិភ្លើងបាទយន្តហោះ
បាយនឹងមានខ្សែហោះឬមួយក៏ជិះត្រក់ពងយក្សអញ្ចឹងទៅបាទល្បែងកំសាន្តបាទតែអត់ដាក់ទៅធុងបាសទេដោយសារមានល្ខោនហើយអត់ដាក់ធុងបាសទេឥឡូវតែយាមល្ខោននោះផងមកយាមធុងបាសផងក៏លោមានបញ្ហាវាយគ្នាទៅពិបាកបាទអញ្ចឹងគឺដាក់តែល្ខោនទេអត់មានធុងបាសទេបាទអញ្ចឹងហ្នឹងហើយបាទសបាយបាទសបាយមនុស្សច្រើនពុកម៉ែពុកមីងបងមនុស្សច្រើនណាស់បាទបាទហ្នឹងហើយអញ្ចឹងពុកម៉ែពុកមីងបងប្អូនបាទមនុស្សច្រើនហើយថ្ងៃនេះបាទបងប្អូនមកនេះជាថ្ងៃសុក្របាទថ្ងៃសំទោសពុកម៉ែពុកមីងបងប្អូនមកជាថ្ងៃសៅរ៍អញ្ចឹងថ្ងៃសៅរ៍បាទថ្ងៃនេះបងប្អូនមកពីព្រឹកមកយកកូនទៅបងប្អូនមកថតត្រីថតអីចឹងទៅអញ្ចឹងពេលល្ងាចបាទបងប្អូនយកកូនមកវិញបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងដល់ពេលល្ងាចបងប្អូនយកកូនមកវិញបាទទុកឲ្យម្ដាយដល់ពេលព្រលឹមឡើងបាទថ្ងៃអាទិត្យបងប្អូនក៏មកយកបាទមកយកកូនមកផ្ទះព្រោះគេប្រហើយថ្ងៃត្រង់បាទនៅតែល្ខោននេះគេលេងមកយកទៀតបាទល្ខោនបាទនាងស៊ីសុគន្ធីអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទគេថាយប់មិញបាទថ្ងៃសៅរ៍ហ្នឹងគឺមនុស្សច្រើនមែនទែនបាទដោយសារថ្ងៃសៅរ៍បាទមនុស្សច្រើនដោយសារថ្ងៃអាទិត្យគេសម្រាកពុកម៉ែពុកមីងបងប្អូនបាទដល់អញ្ចឹងថ្ងៃសៅរ៍បាទមនុស្សច្រើនព្រោះថ្ងៃសុក្រគេចេញពីធ្វើការមកថែមម៉ោង6មកអញ្ចឹងទៅដល់ពេលថ្ងៃសៅរ៍គេចេញម៉ោង4បាទថ្ងៃអាទិត្យគេសម្រាកអញ្ចឹងថ្ងៃសៅរ៍មនុស្សច្រើនពុកម៉ែពុកមីងបងប្អូនបាទតាមលើគេនិយាយមកថាច្រើនណាស់យប់មិញបាទហើយទាំងប្រុសទាំងស្រីមកកន្លោះកមុំបាទតាយាយអ៊ំពូមីងអញ្ចឹងទៅបាទគាត់មើលល្ខោនណាពុកម៉ែពុកមីងបងប្អូនបាទហើយអញ្ចឹងល្ខោនលេងថ្ងៃសៅរ៍នេះគេយូរដែរបាទអញ្ចឹងនៅយប់នេះមួយយប់ទៀតបាទគឺយប់ថ្ងៃអាទិត្យនេះតែម្ដងតែបាទទោះបីជា2យប់បាទ1យប់2យប់3យប់ក៏បងប្អូនអត់បានមើលដែរបាទដោយសារបងប្អូនធ្វើការងាររោងចក្រពុកម៉ែពុកមីងបងប្អូនបាទហើយណាមួយបងប្អូនអត់សម្រាកទេដោយសារគៀកបុណ្យបាទចូលឆ្នាំប្រពៃណីខ្មែរទៅហើយអញ្ចឹងបងប្អូនខំធ្វើការដើម្បីយកលុយទុកចាយដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងចង់មកដែរបាទចង់សម្រាកមើលល្ខោនមួយយប់អីដែរហើយណាមួយវេនយប់មកងុយដេកណាស់ពុកម៉ែពុកមីងបងប្អូនបាទតែត្រូវតែស៊ូបាទបើមិនស៊ូទេគឺអត់លុយបាទតែលេងចូលឆ្នាំទៅហើយបាទព្រោះបងអង្ការបាទអស់300ជាងទៅហើយអញ្ចឹងនៅតិចតួច100 200គាត់ទុកលេងចូលឆ្នាំហ្នឹងទៅពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងបងប្អូនមករៀបរាប់បាទទូទ្រោះបាទអំពីកន្លែងបាទដែលលេងកំសាន្តហ្នឹងបាទហ្នឹងមើលតាមវត្តពុកម៉ែពុកមីងបងប្អូនទស្សនាទៅបាទគឺមានបាទគេបាទរៀបចំលោករៀបចំដូចជាកន្លែងគេហៅថាតំបន់ត្រជាក់ណាពុកម៉ែមីងបងប្អូនបាទរុយចូលត្រជាក់បាទគេហៅតំបន់ត្រជាក់ហើយនឹងកន្លែងបាទគេលោករៀបជាកន្លែងចេះបាទជាកន្លែងដើម្បីទុកឲ្យគេមកថត selfie លេងអញ្ចឹងទៅបាទដាក់ក្អមដាក់មួកហើយនឹងគេរៀបចំផ្កាដាក់ឆ្នាំ2026អញ្ចឹងទៅបាទហើយនឹងដាក់ចំបើងដាក់ត្នោតដាក់ដូងដាក់អីចឹងទៅបាទដើម្បីធ្វើជារូបបាទតំណាងហើយមានអាទិសមានអីពីដើមអីចឹងគេដាក់ទៅពុកម៉ែពុកមីងបងប្អូនបាទដើម្បីឲ្យក្មេងសាក្រោយគាត់ដឹងថាបាទនេះហើយជាប្រពៃណីបរមរានយើងតាំងពីដើមមកណាបើយើងអត់បាទបើយើងបំភ្លេចយើងអត់ធ្វើក្មេងវានឹងរត់តែភ្លេចទៅទៀតហើយពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងបានលោកបាទខំប្រឹងប្រែងណាស់បាទលោកតាមិនថាលោកតាមេវត្តហើយនឹងបដិជគុណបាទនេនតូចបាទតូចអីហ្នឹងក៏ខំប្រឹងបាទតាមបទបញ្ជាបាទលោកសង្ឃនិកាលោកតាព្រើឲ្យធ្វើនេះធ្វើនោះចឹងទៅបាទអញ្ចឹងហ្នឹងហើយពុកម៉ែពុកមីងបងប្អូនបាទទីធ្លាវត្តបាទភ្នំក្រុងនេះគឺធំបាទអញ្ចឹងបងប្អូនអត់បានដើរថតអស់ទេដោយសារបាទបងប្អូនចេញពីធ្វើការមកមិញងុយដេកដែរពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងបងប្អូនក៏ថតដូចជានេះកន្លែងហែបាទដង្ហែ3គេដង្ហែមកពីមុខមកពីកន្លែងតំបន់ទឹកស្អាតកន្លែងតំបន់ត្រជាក់នោះគេហែបាទដូចជាហែស្អីគេកោតប្រឡុងអីហ្នឹងណាពុកម៉ែពុកមីងបងប្អូនបាទធម្មតាតែឪពុកម្ដាយស្លាប់ទៅគេនឹងគេដាក់បាទធ្វើជាប្រឡុងជាកោតអីដាក់រុំបាទជាធាតុបាទសំទោសហៅធាតុណាបាទគេហៅធាតុមកពីមុខកន្លែងតំបន់ត្រជាក់មិញហ្នឹងហែមកដល់មុខសាលាឆាន់ហ្នឹងគេឈប់ត្រឹមហ្នឹងហើយនឹងដង្ហែបាទបដិជគុណមកព័ទ្ធជុំវិញ3ជុំកន្លែង
បាទបណ្ដាជាគុណឡើងគង់មកនៅលើនេះទៅហើយបាទមានរបាំបាយផ្កាថ្វាយព្រះពរដល់បណ្ដាជាគុណបាទដែលរៀបចំឡើងនៅឯកឧត្តមលោកជំទាវដែលអញ្ជើញមកពីទីក្រុងភ្នំពេញណាពុកម៉ែបងប្អូនបាទអញ្ចឹងគាត់ក៏មកបាទក៏មកធ្វើឲ្យបាទលោកបាទចម្រើនបជនបណ្ដាជាគុណហ្មងទៅបាទហើយនឹងបាទមានរបាំថ្វាយផ្កាហើយថ្ងៃនេះគឺមានចែកបាទដល់ចាស់ៗដូចជាបាទលោកតាដូចជាអាវបាទហើយលោកយាយដូចជាស្ពុតហើយសិស្សសាលាដូចជាប៊ិចសៀវភៅកតាបអីចឹងទៅបាទអញ្ចឹងសិស្សសាលាក៏មកច្រើនដែរថ្ងៃនេះពុកម៉ែបងប្អូនបានមកច្រើនណាស់បាទហ្នឹងហើយពុកម៉ែបងប្អូនបាទអញ្ចឹងមិនថាកូនចៅមកដឹងគុណដូចជាឪពុកម្ដាយស្លាប់ទៅហើយបាទនៅរស់បាទជួយមើលថែអាសាគាត់ដល់ពេលគាត់ស្លាប់ក៏ធ្វើជាបាទធាតុដើម្បីកន្លែងណាដឹងដំណឹងកន្លែងណាឬកន្លែងណាថាមានបច្ចុះសីមាឬមួយក៏បាទអភិសេកគឺគាត់យកធាតុបាទឪពុកម្ដាយនឹងទាំងដង្ហែលបាទដង្ហែលដើម្បីឲ្យលោកបានបាទស្ងប់សុខបានស្ដាប់ធម៌អាអញ្ចឹងទៅឬមួយទៅចាប់បាទជាតិនៅកន្លែងឋានបរមសុខអញ្ចឹងទៅបាទហើយបើទៅចាប់ជាតិកន្លែងបរមសុខហើយគាត់នឹងឲ្យពរជ័យមកដល់កូនដែលដឹងគុណគាត់នឹងរកស៊ីមានបានសនុកសុខសប្បាយបាទអញ្ចឹងទៅបាទហ្នឹងហើយបាទធ្វើបុណ្យមួយឪពុកម្ដាយទាំងពីនៅរស់ដល់គាត់បាទបានចាកឋានលោកទៅហើយក៏នៅតែបាទខំប្រឹងប្រែងដើម្បីយកធាតុគាត់ទៅហែបាទឲ្យគាត់បានស្ដាប់បាទព្រះធម៌បាននៅក្នុងវត្តដាក់ក្នុងវត្តបានស្ដាប់ធម៌អាអញ្ចឹងទៅបាទនេះជាបុណ្យកុសលរបស់កូនហើយបាទអញ្ចឹងកុំភ្លេចបាទធ្វើតាមពួកគាត់ទៅបាទក្មេងសាគរក្មួយប្រុសក្មួយស្រីបាទព្រោះឪពុកម្ដាយស្លាប់មិនថាក្មួយប្រុសក្មួយស្រីមិនថាខ្ញុំទេសូមឲ្យកូនខ្ញុំធ្វើដូចគេអញ្ចឹងទៅបាទយកខ្ញុំទៅហែបាទដាក់វត្តបាទបានស្ដាប់លោកធម៌អាឬមួយក៏ទៅចាប់ជាតិកន្លែងបាទបរមសុខសាន្តអញ្ចឹងទៅក៏ឲ្យពរមកដល់កូនចៅរកស៊ីមានបានជាជុំដូចទឹកកំពង់ខ្ចីអីរកស៊ីជាជុំមានបានរហូតតរៀងទៅអញ្ចឹងទៅបាទដូចជាគាត់អញ្ចឹងដែរបាទហ្នឹងហើយពុកម៉ែបងប្អូនបានអញ្ចឹងល្ខោនក៏នៅយប់នេះមួយយប់ទៀតអញ្ចឹងមនុស្សយប់នេះជាយប់ថ្ងៃអាទិត្យក៏មនុស្សបាទក្រែលបាទក៏ក្រែលដែរតែគាត់នៅមួយឆាវទេបាទដោយសារស្អែកជាថ្ងៃច័ន្ទគេធ្វើការបាទអញ្ចឹងគេបានមួយឆាវពេលល្ងាចហ្នឹងគេទេបាទថ្ងៃអាទិត្យហ្នឹងមួយឆាវទៀតពុកម៉ែបងប្អូនបាទតែគាត់ថាអត់បានយូរអញ្ចឹងណាទៅម៉ោង10ម៉ោងមិន10អញ្ចឹងគាត់ទៅសម្រាកហើយដោយសារស្អែកឡើងគាត់ធ្វើការបាទហ្នឹងហើយអញ្ចឹងបងប្អូនរៀបរាប់ហ្នឹងហើយពុកម៉ែបងប្អូនបាទអញ្ចឹងមានរបាំបាយផ្កាហើយមានមនុស្សច្រើនពុកម៉ែបងប្អូនបាទជាងថ្ងៃសៅរ៍បាទថ្ងៃសៅរ៍បាទបងប្អូនមកពេលល្ងាចនោះក៏មនុស្សច្រើនបាទអញ្ចឹងមកយកកូនមកឲ្យម្ដាយហ្នឹងដល់ពេលថ្ងៃអាទិត្យនេះគេអត់ធ្វើការបាទមិនថាសិស្សសាលាមិនថាបាទក្មួយប្រុសក្មួយស្រីបាទបងប្រុសបងស្រីអ៊ំពុកម៉ែពូមីងគឺគាត់មកជុំគ្នាទាំងអស់តែម្ដងគឺថ្ងៃអាទិត្យបាទថ្ងៃនេះថ្ងៃសម្រាកអញ្ចឹងគឺគាត់មកជុំគ្នាតែម្ដងបាទអញ្ចឹងមើលទៅមនុស្សសប្បាយភ័ក្រអឹងកងណាស់បាទហ្នឹងហើយពុកម៉ែភូមិបងប្អូនបាទអញ្ចឹងមិនថាបុណ្យទានកន្លែងណាទេអញ្ចឹងបដិជគុណគាត់ខំបាទទៅអឺខំទៅតាក់ទងមកពីខាងទីក្រុងភ្នំពេញឯកឧត្តមបាទលោកជំទាវដែលបានបច្ច័យដែលមកជួយកសាងបាទដូចជា2ឆ្នាំទៅហើយបាទទាំងបងប្អូនដឹងមកដូចជាឆ្នាំ2000បាទ24 25ទៅមកហើយបាទចុងឆ្នាំ2026ក៏ដើមឆ្នាំ2026នេះទេអញ្ចឹងក៏បាទឆ្លងអបផ្សែងឆ្លងតែម្ដងទៅបាទអញ្ចឹងហ្នឹងហើយពុកម៉ែបងប្អូនបាទអញ្ចឹងបានថាធ្វើបុណ្យបើចាំតាបាទលោកឯកឧត្តមលោកជំទាវតាឯងហ្នឹងគឺអត់កើតទេទាន់តែមានដូចជាបាទប្រជាពលរដ្ឋបាទដូចថាគេហៅថាលោកតែមានសន្និការថាញោមចំណុះជើងវត្តណាបាទអញ្ចឹងបើធ្វើបុណ្យជាមួយញោមចំណុះជើងវត្តបាទឯកឧត្តមខ្លះទៅញោមចំណុះជើងវត្តខ្លះទៅអញ្ចឹងយើងដល់ពេលយើងកាលណាយើងស្លាប់បាត់បង់ជីវិតទៅគឺយើងមានញាតិបាទទៅជាមួយបាទតែបើធ្វើដូចឯកឧត្តមលោកធ្វើតែឯងលោកអត់មានញាតិអញ្ចឹងដល់ពេលលោកអស់សំណាងលោកបានលាចាកលោកនឹងទៅអញ្ចឹងអត់មានញាតិទេបាទអញ្ចឹងបានគេខំធ្វើបុណ្យគឺដើម្បីមានញាតិដូចលោកមានសន្និការថាធ្វើបុណ្យឲ្យមានញាតិបាទស្លាប់ទៅក៏មានញាតិទៅជាមួយដែរបាទយើងអត់ស្ងាត់បាទអញ្ចឹងហ្នឹងហើយកាលណាធ្វើបុណ្យដូចលោកឯកឧត្តមលោកជំទាវអញ្ចឹងលោកនៅភ្នំពេញយូរលោកបានមកបាទបានមកលេងម្ដងទេតែបើញាតិញោមនៅចំណុះជើងវត្តគឺឲ្យតែសិលបាទខែដាច់ថ្ងៃសិលបាទឬមួយក៏ធម្មតាអញ្ចឹងទៅនឹកឃើញធ្វើចំហាន់ទៅវត្តអញ្ចឹងទៅគឺជួបបដិជគុណរាល់ថ្ងៃបាទតែបើចំណុះ
ឯកឧត្តមលោកជំទាវដែលនៅទីក្រុងភ្នំពេញយូរៗលោកបានអញ្ជើញមកម្ដងអញ្ចឹងបានសូវបាទជាប់លាប់ដូចអ្នកនៅនឹងទេបាទអញ្ចឹងហ្នឹងហើយបាទវីដេអូប្អូនគឺមានតែប៉ុណ្្នឹងទេបាទបើមានកំហុសខុសឆ្គងខាងណាបាទលើពាក្យសម្ដីជ្រុលជ្រោះទៅដល់អ៊ំពុកម៉ែពូមីងឬលោកជំទាវឯកឧត្តមឬមួយដាច់គុណខាងណាសូមមេត្តាអភ័យទោសដល់បងប្អូនផងបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាជួបបងប្អូននៅវីដេអូក្រោយៗទៀតបាទជូនពរឲ្យទំនុកសុខសប្បាយរស់ស៊ីមានបានទាំងអស់គ្នារាជាជុំរស់ស៊ីមានបាននៅក្នុងឱកាសឆ្នាំថ្មីឆ្នាំ2026នេះទាំងអស់